lấy cái đất rồi bắt đầu đi rô vào hàng ai lương thì được chưa នេះគឺជាលបាយវាយប្រដំដែលអត់ដែរធ្លាប់លឺណាចំពោះខ្ញុំចំពោះអ្នកតំបន់នៅខាងសៀមរាបបាត់ដំបងឬក៏មិនខ្ញុំអត់ដឹងទេព្រោះខ្ញុំមិនមែនអ្នកស្រុកកំណើតខាងហ្នឹងខ្ញុំនៅប៉ែកខាងតកៅខាងអីហើយទៅពេលអញ្ចឹងអានេះគេលបាយហ្នឹងខ្ញុំអត់មានទេធ្លាប់លឺអីគេវាយកូនឆ្កែវាអានេះធ្លាប់លឺលបាយផ្សេងគ្នាអាហ្នឹងលបាយបែបកូនក្មេងជំនាន់ដើមអញ្ចឹងណាមិញហ្នឹងគឺមានការលេងពីសំណាក់យុវជនយុវនារីកម្ពុជាយើងដែលគាត់ធ្វើបង្ហាញអញ្ចឹងយើងមកសួរលោកពូអ្នកមីគាត់ធ្លាប់ស្គាល់គាត់ធ្លាប់ដឹងអាកន្លែងអាលបាយវាយប្រដំហ្នឹងទេប្រដំហ្នឹងអធិស្ឋានវាយប្រដំហ្នឹងទេឥឡូវយើងមកសួរគាត់ថាតើគាត់ធ្លាប់ស្គាល់អត់វាសួរលោកពូសូមអធិស្ឋានលោកពូបន្តិចលោកពូធ្លាប់ស្គាល់លបាយវាយប្រដំនេះទេកន្លងមកលោកពូបាទពីមុនមកបាទធ្លាប់លេងកាលនៅក្មេងបាទលោកពូសូមគិតគាត់ណាលេងកាលនៅសម័យក្មេងៗហ្នឹងបាទអាហ្នឹងគេហៅប្រដំនឹងដែរគេហៅប្រដំនឹងឯងហើយគេលេងរបៀបលេងគេលេងចឹងដែរគេលេងជាចែកគ្នាប្រហែលជាតាមដំណើរដូចអញ្ចឹងហើយប៉ុន្តែគេចែកតិចជាងហ្នឹងអានេះជាការប្រឡងគេរើសយកមកច្រើនណាបាទបើតាមមកខ្ញុំធ្លាប់លេងពីតូចមកគឺគេចែកប្រហែលជា4នាក់5នាក់តែប៉ុណ្្នឹងឯងនៅមួយខាងហើយគេកែអញ្ចឹងឯងបាទលោកពូជួយបង្ហាញអារម្មណ៍ពេលលេងនៅអាកសម័យយើងលោកពូក៏លេងមកសម័យខ្ញុំលេងវាយមកថឹងហ្មងណាប៉ុន្តែវាស្អាយដែរសប្បាយរីករាយនឹងការលេងយើងចែកគ្នាស្មើគ្នាទៅតាមការប្រឹងប្រែងបាទកាលនោះយើងលេងនៅទីណាដែរលោកពូកាលនោះលេងនៅទីណាបាទខ្ញុំនៅព្រៃវែងខ្ញុំលេងនឹងស្រែចែកស្រែលីងចឹងឯងចែកគ្នាលេងពេលទៅគ្រាគោពូនេះយប់បាទពេលយប់វិញយើងមានអាហ្នឹងអាមូលអញ្ចឹងផងយប់គេធ្វើដុតបាទគេដុតឆេះបាទមានអញ្ចឹងផងដុតឆេះផងយប់យើងលេងយប់ខ្លាយបាទប៉ុន្តែគេលេងគៀបវិញខាងណាឈ្នះយើងកំណត់ថា5បាទដល់យើងបាយបាន5អញ្ចឹងទៅយើងឈ្នះយើងគៀបបាទប៉ុន្តែពនួងអញ្ចឹងទេពនួងយើងមានដើមត្រោះដើមរាំងអីដែលយើងស្រឡាញ់រើសយកមកកាត់ទុកប៉ុណ្ណាបាទប៉ុន្តែនេះគេប្រើធាងថ្នោតបាទធាងថ្នោតបាទអរគុណច្រើនពូមានអីជាសំណុំពរក៏ដូចជាការផ្ដាំញ៉ាទៅកាន់ក្មេងៗជំនាន់ក្រោយពាក់ព័ន្ធលបាយហ្នឹងពាក់ព័ន្ធជាមួយលបាយនេះបើសិនជាក្មេងៗរើសយកមកបន្តរហូតមកទល់ឥឡូវប្រហែលជាសប្បាយរីករាយដូចយើងកំពុងទស្សនាអញ្ចឹងបាទតាមរយៈមកដូចជាបាត់បង់ទៅឃើញនេះឯងខាងគណៈកម្មការរៀបចំយកមកប្រើប្រាស់ហ្នឹងណាមកលេងទៀតហ្នឹងណាបាទលោកពូឃើញចឹងមានអារម្មណ៍មិនដែរសប្បាយដែរខ្ញុំឃើញចឹងទៅសប្បាយអត់ចាំចូលលេងនេះគេបើគេឲ្យចូលលេងបានពីក្មេងៗខ្ញុំធ្លាប់លេងបាទចុះលោកពូឥឡូវបើគេឲ្យចូលលេងបានណាលេងបានបាទលេងអត់ខ្លាចក្មេងវាយត្រូវជើងអីហ៎អត់ខ្លាចទេពួកអ្នកជំនាញយើងគណៈកម្មការគេកម្រិតឲ្យវាយតែត្រឹមក្រោមណាបាទពួកខាងលើគេមិនឲ្យវាយអញ្ចឹងវាប៉ះគ្នាអញ្ចឹងប៉ះគ្នា僕ខ្ញុំធ្លាប់លេងពីក្មេងៗមកប៉ុណ្ណឹងខ្ញុំលេងក្មេងៗប៉ុណ្ណឹងគាត់បាទអូខេអរគុណច្រើនបាទអរគុណច្រើនតែអរគុណលោកពូសូមថ្លៃផងអរគុណលោកពូជូនពរលោកពូធ្វើដំណើរទៅវិញសុខសប្បាយពូបាទបាទពូបាទឥឡូវយើងចង់ដឹងក្មេងប្រហែលយើងវិញធ្លាប់លេងអត់អញ្ចឹងបើសិនជាបងប្អូនណាធ្លាប់លេងអាចបញ្ចេញមតិយោបល់បានថាគេលេងមិនខ្វាយពីគ្នាមិនបើសាំងលេងដូចតែគ្នាទៀតអីប៉ុន្តែចំពោះខ្ញុំគឺអត់ដែរលេងតែម្ដងអញ្ចឹងអត់ដឹងថាកម្មវិធីអាវាប្រដំហ្នឹងគេលេងអាម៉េចអីមិនអត់ដឹងទេធ្លាប់តែលេងល្បែងផ្សេងអត់ធ្លាប់លឺទេអញ្ចឹងមកអ្នកធ្លាប់លេងធ្លាប់លឺហើយគិតថាមានអីចង់និយាយអាចខមមិននៅក្នុងវីដេអូហ្នឹងបានអញ្ចឹងយើងចាំជួបគ្នានៅវីដេអូផ្សេងទៀតពាក់ព័ន្ធទៅនឹងល្បែងឬក៏ស្អីក៏ដោយឲ្យតែមានឡើងគឺយើងធ្វើទាំងអស់តែសំខាន់អ្នកលេងកុំភ្លេចខមមិនមកណាអូខេបាយ Tiếp